ចាបងប្អូននេះក្រុមគ្រួសារខ្ញុំបានទៅទិញនៅខេត្តសៀមរាបនៅប្រាសាទអង្គរវត្តបងប្អូនពេលហើយក្មេងៗក៏ចង់ស្លៀកពាក់បែបបុរាណខ្មែរយើងដើម្បីថតរូបអញ្ចឹងណាបងប្អូនហើយអ្នកផ្ដើមនេះគឺក្មួយផុសធំនេះគាត់ចង់ស្លៀកពាក់នឹងខៅអញ្ចឹងទៅក៏បបួលបងប្អូនពីរនាក់ទៀតមកស្លៀកជាមួយគ្នាបានគ្នាអញ្ចឹងណាបងប្អូនគេសប្បាយចិត្តគេណាស់គេបានស្លៀកពាក់នឹងខៅមានធំហើយស្លៀកពាក់លើខ្លួនគាត់ហ្នឹងគឺទាំងម៉ូដទាំងពណ៌គឺគាត់រើសតែខ្លួនឯងគាត់មានចំណង់ចំណូលចិត្តស្រឡាញ់ពណ៌ស្រឡាញ់ម៉ូដខ្លួនឯងអញ្ចឹងណាបងប្អូនអញ្ចឹងឲ្យគាត់រើសឥឡូវគេក្រុមការងារខាងហ្នឹងគេបានយកចិត្តទុកដាក់នឹងការជួយស្លៀកពាក់នេះក្មួយផុសទៅចង់ស្អាតណាស់តែខ្លាចបញ្ចូលចាក់ចំសាច់សុខចិត្តក្រំអញ្ចឹងណាបងប្អូនពេលតែរួចរាល់ហើយក៏បានធ្វើដំណើរឆ្ពោះទៅប្រាសាទអង្គរវត្តនៅខាងក្នុងដោយថ្មើរជើងអញ្ចឹងបងប្អូនហើយនេះនឹងខៅក្បិនរបត់លិចរបត់កាត់របត់ឆ្វេងរបត់ស្ដាំអស់ហើយពួកគ្នាដែរស្លៀកបងប្អូនអញ្ចឹងខ្ញុំថាក្មួយធំសិនណាដើរទៅដល់ក្នុងចាំឲ្យជាងគាត់ជួយសេរីស្រង់អញ្ចឹងបងប្អូនពួកយកដែរស្លៀកហើយវាអាចនឹងធ្លាក់នឹងអីអញ្ចឹងណាអូសប្បាយចិត្តបានថតនិយាយពីថាក្មួយផុសធំនេះវិញគឺមានគាត់ធំអញ្ចឹងគាត់ស្លៀកពាក់មកគឺសមស្អាតសូម្បីតែជនបរទេសជនខ្មែរយើងជនជាតិខ្មែរគឺគាត់មើលផ្សេងជនបរទេសគេសុំថតជាមួយទៀតបងប្អូនខ្ញុំនិយាយកាប់ទៅបងប្អូនអត់មានបល័យទេគឺចាក់ស្ដែងមែនព្រោះសារវាគាត់ធំមកបងប្អូនចាបងប្អូននេះគឺជារូបសញ្ញាដែលខាងខ្ញុំបានជួជាងខាងក្នុងទៅជួយថតតែមានច្រើនសញ្ញាបងប្អូនគាត់ថាខ្ញុំស្លេចយកទៅអាចពី3 4សញ្ញាដើម្បីថតបងប្អូនទស្សនាអញ្ចឹងបងប្អូនអរគុណច្រើនដែលបានទស្សនាវីដេអូមីនី